ថ្ងៃនេះកាប់ទាពីរយកមកស្លមកជូរទាស្លឹកខ្នឹងមកជូរក្រាក់ស្លឹកខ្នឹងហ្នឹងបងទាពីរ1គីឡូមិនសូវធាត់ហ្មងនេះបើតាវាផុយល្មមអញ្ចឹងណាទាខ្លួនឯងទាធម្មជាតិសិត 100% ជីដំបងចាប់ផ្ដើមកាប់ដុំទាដុំទាជាដុំអញ្ចឹងណាបងប្អូនស្រឡាញ់ប៉ុណ្ណាកាប់ប៉ុណ្ណឹងទៅតូចល្មមធំល្មមអីតាមហ្នឹងទៅបងប្អូនហើយទានេះវាមិនចាស់ពេកវាមិនខ្ចីពេកគឺមកល្មមដែរស្លមជូរស្លឹកខ្នឹងអូជាតិស្លឹកខ្នឹងបេះមកពីស្រែនិយាយថាល្អនោះល្អខែវស្សាធ្លាក់ភ្លៀងអញ្ចឹងវាលាស់ត្រួយអីចឹងណាកាប់ទាឲ្យចាប់ផ្ដើមមកបេះជាមួយនឹងស្លឹកខ្នឹងខ្ញុំយកដាក់មកជូរជ្រះហ្មងអត់មានថែមមកជូរអីផ្សេងនេះគឺក្លុកស្លឹកខ្នឹងយកតែម្ដងនេះស្រឡាញ់មួយណាបេះមួយហ្នឹងទៅដោយសារស្លឹកខ្នឹងសម្បូរណាចង់ដាក់រៀងចត់ដាក់ផ្កាទៅបងប្អូនផ្កាវារៀងចត់ចឹងណាស្លឹកខ្លាំងនេះខ្ញុំបេះពីស្រែកន្លែងដីស្រែហ្នឹងមិនបេះទេបងប្អូននេះចូលលក្ខណៈវាបោចយកហ្មងណាបេះស្លឹកខ្នឹងមើលតែបានច្រើនហើយចាប់ផ្ដើមយកមកលាងសម្អាត3 4ទឹកចឹងមកលាងវាអស់ដីអស់អីចឹងមើលទឹកថ្លាអស់កតិកទីអីចឹងណាបងប្អូនអើយស្លម្ជូរទីស្លឹកខ្នឹងនិយាយថាត្រូវគ្នាណាឆ្ងាញ់ជូរជ្រះណាលាងស្លឹកខ្នឹងហើយចាប់ផ្ដើមមកច្រាំប្រហុកស្លម្ជូរគ្រឿងស្លឹកខ្នឹងនេះខ្ញុំហៅម្ជូរក្រាក់ស្លឹកខ្នឹងចឹងណាខ្ញុំប្រើប្រហុករាងចាស់ដោយសារទាពីរនេះទៅឲ្យតែម្ជូរគ្រឿងប្រភេទម្ជូរគ្រឿងគឺខ្ញុំលុបប្រហុកបន្តិចបងប្អូនណាដូចខ្ញុំបងប្អូនចាប់ផ្ដើមកច្រាំប្រហុកហើយចាប់ផ្ដើមមកលីងសាច់ទាងាស់ទឹកប្រៃសិនចឹងណាអស់ក្លិនទាអស់ជាតិឆ្អាបមិនថាស្លមិនថាឆាគឺខ្ញុំងាស់ទាឆាវាអស់ទឹកប្រៃអញ្ចឹងបងប្អូនបានពេលដែលយើងយកស្លទៅវាធំក្លិនទាឆ្ងាញ់ហ្មងណារំងាស់ឆ្អិនប្រហែលជា 40% អីទៅបានហើយឥឡូវលើកទាចេញចាប់ផ្ដើមមកដាក់ឆ្នាំងមកដាក់ឆ្នាំងនេះខ្ញុំចាក់ប្រេងឆាបន្តិចលីងប្រហុកយកតែម្ដងប្រហុកហ្នឹងគឺប្រើចាស់មែនតែនតែបងប្អូនដាក់ប្រហុកច្រើនមិនបាច់ដាក់អំបិលដាក់អីទៀតណាខ្លាចប្រៃឥឡូវមើលទៅក្រាស់មើលទៅវាយឺតយ៉ាវជាងភ្លើងអញ្ចឹងខ្ញុំក៏សម្រេចចិត្តលើកឆ្នាំងយកមកដាក់លើភ្លើងហ្មងទៅដោយសារតែវាសបោអស់សបោអីដែរអញ្ចឹងចឹងយកមកដាក់លើភ្លើងទៅវាឆ្អិនលឿនអញ្ចឹងណាឆាប់ផុយដោយសារទាយើងរៀងស្វិតដែរតបមកចាប់ផ្ដើមកូរគ្រឿងឈ្ងុយអីហើយចាប់ផ្ដើមដុសទាដែលយើងរំលីងហ្នឹងដាក់ចូលទៅបងប្អូនទាចំនួន2ក្បាលវារៀងទូចដែរបានតែមួយឆ្នាំងនឹងឯងកូរចុះកូរឡើងឲ្យសព្វសាច់ទាំងបងប្អូនដាក់អស់មកអូយថាក្លិនឡើងឈ្ងុយជាមួយស្លឹកខ្នឹងជះក្លិនមកបដាបងប្អូនអូយហើយចាប់ផ្ដើមដាក់ស្លឹកខ្នឹងចូលថែមមកស្លឹកខ្នឹងខ្ញុំយកទៅក្លុកបងប្អូនក្លុកដាក់ឲ្យជូរជ្រះវារៀងផ្សែងខ្លាំងពេកអញ្ចឹងពណ៌អត់តំណងទេប៉ុន្តែយល់ថាជាក់ស្ដែងពណ៌តំណងណាស់អញ្ចឹងការរងាស់ទាម្ជូរលក្ខណៈគឺតែប៉ុណ្្នឹងឯងបងប្អូនចាំតែដាក់ទឹកគឺឆ្អិនរួចរាល់ជាការស្រេចអត់មានអីយូរទេហើយអស់នេះក៏ឆេះល្អទៀតចង់រងាស់ប្រហែលម៉ោងក៏អត់អស់ថ្លៃហ្គាសដែរបងប្អូនតំណងណាបងប្អូនអើយហុយក្រាក់អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ